ក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃ18ខែមេសាឆ្នាំ2026ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅក្នុងទីតាំងមួយចំនួនដែលពួកគេបានដណ្ដើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូឆ្នាំ2025នៅក្នុងខេត្តព្រះវិហារឧត្តរមានជ័យនិងពោធិ៍សាត់ដែលមានដូចជាការសាងសង់ប៉ុស្តិ៍យាមសង្កេតការសាងសង់ផ្លូវជីកលីនដ្ឋាននិងសកម្មភាពឈូសឆាយដីជាដើមសកម្មភាពទាំងអស់នេះគឺជាការរំលោភលើការបដិញ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធីការគោរពអធិបតេយ្យភាពទឹកដីនិងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតកម្ពុជាប្រកាសបដិសេធចំពោះការប៉ុនប៉ងណាមួយនៅក្នុងការប្រើប្រាស់សកម្មភាពទាំងនេះក្រោមលេសថាជាការការពារខ្លួនដែលស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃ27ធ្នូឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមគូសបញ្ជាក់សារជាថ្មីថាកម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីណាមួយដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាតបន្ថែមពីលើនេះសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់និងជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពជាឯកតោភាគីបែបនេះតទៅទៀតក្នុងតំបន់ដែលបានរៀបរាប់ខាងលើឬតំបន់ផ្សេងទៀតដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះសម្ដៅកាត់បន្ថយភាពតានតឹងពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកព្រមទាំងរក្សាសន្តិភាពស្ថិរភាពនិងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករារបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំនួនព្រំដែនទាំងអស់ជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងរបស់ខ្លួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននៅជំហរជាគោលការណ៍របស់ខ្លួនថាខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងនោះឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នៅរាល់សកម្មភាពនានារបស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្ដើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូឆ្នាំ2025កន្លងទៅហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនៅរាល់សកម្មភាពទាំងឡាយណានៅលើទីតាំងទាំងនោះដែលជាការបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសកម្មភាពណាមួយឡើយសូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថាសកម្មភាពថ្មីរបស់កងកម្លាំងថៃដែលកម្ពុជាតវ៉ាគឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃ27ធ្នូឆ្នាំ2025គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងណាមួយថ្មីទៀតនោះឡើយការតវ៉ានេះគឺជាកាតព្វកិច្ចនិងមានសារៈសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីនៅត្រង់ថាទី1វាគឺជាសារព្រមានទៅដល់ភាគីថៃថាកម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយទី2វាគឺជាឯកសារភស្តុតាងដែលមានតម្លៃកតិយុត្តសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិទី3ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឲ្យបានដឹងឮជាសាក្សីអំពីការរំលោភបំពានហើយនឹងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជានិងទី4លិខិតតវ៉ាទាំងអស់នេះវាគឺជាការរក្សាអាជ្ញាយុកាលនៃវិវាទឲ្យស្ថិតនៅជាធរមាន
ដើម្បីរងចាំដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសបញ្ជាក់ជូនជាថ្មីថាកម្ពុជារក្សាជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ